ពីក្មេងសាសាឡាម្នាក់វត្តរាមពីដើមវត្តរាមគឺតែងតែមានសាលារៀនណាតែពេលខ្ញុំសាច់ចង្ខៀវដើរមកសាលោកយាយឲ្យខ្ញុំសុំទឹកមួយផ្ដាល់មកខ្ញុំស្រេកទឹកណាបាទលោកយាយខ្ញុំសុំទឹកមកផ្ដាល់មកហើយខ្លួនគាត់ហូរទឹកជ្រោយតាំងយាយនឹងលូយូឯងទូណាទូបោះផ្ដាល់ឲ្យបិទទ្វាគុណអើយជួយផងលេគុណអើយខ្ញុំបានអង្គសុធាសូមគោរពនមស្ការដល់ប្រធានធរៈគ្រប់ព្រះអង្គសូមគោរពដល់ទស្សនិកជនទាំងអស់ដែលតាមដាន Channel របស់ខ្ញុំបាទលោកសុធាឬក៏លោកគ្រូសុធាបាទដើម្បីទទួលបានវីដេអូថ្មីសូមកុំភ្លេចជួយ Subscribe និង View Channel របស់ខ្ញុំម្នាក់មួយបងប្អូនបាទថ្ងៃនេះខ្ញុំបានមានវីដេអូថ្មីមួយទៀតហើយដើម្បីចែកលេខដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទវីដេអូថ្ងៃនេះគឺនិយាយទាក់ទងទៅនឹងដងមួយនៅក្នុងវត្តនៅយូរហើយដងហ្នឹងនៅតន្ត្រីសពោស័យខេត្តបាត់ដំបងដងនេះបងប្អូនកាលពីដើមឡើយហ្នឹងនៅក្នុងវត្តអារាមមួយកន្លែងហ្នឹងគឺមានសុំទោសបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយទាក់ទងទៅនឹងខ្មោចទឹកបាទខ្មោចទឹកបងប្អូនហើយបងប្អូនលើពីខ្មោចទឹកបងភ័យខ្លាចហ្នឹងបងប្អូនខ្មោចទឹកគឺជាពួកមនុស្សម្យ៉ាងដែលនៅក្នុងទឹកឬក៏អ្នកដែលស្លាប់ដោយការលង់ទឹកបាទស្លាប់ដោយការលង់ទឹកឬក៏ស្លាប់ដោយសារសត្វអ្វីមួយស៊ីនៅក្នុងទឹកអីចឹងណាបងប្អូនដូចជាសត្វក្រពើសត្វអីចឹងទៅតែថ្ងៃនេះគឺនិយាយពីខ្មោចទឹកដែរគឺនិយាយពីក្មេងសាសាឡាម្នាក់និយាយកំសត់អាណិតគ្នាណាបងប្អូនណាអាណិតហើយក៏គួរខ្លាចដែរបាទបងប្អូនគ្នាមានជីវភាពខ្វះខាតប្រេននៅក្នុងវត្តអារាមប្រេនវត្តអារាមពីដើមវត្តអារាមគឺតែងតែមានសាលារៀនណាតែពេលគ្នាទៅរៀនទៅធម្មតាជីវភាពគ្រួសារកណ្ដឹងមិនសូវទៅធូរធារអីបងប្អូនហើយយើងមិនត្រឡប់ច្រកទឹកច្រកឲ្យទៅញ៉ាំដូចឥឡូវទេឥឡូវមានទាំងវិទូដាក់លុយដាក់ទឹកដាក់អីឥឡូវទិញបាទទោះបីតែអត់ផឹកទឹកស្អាតក៏បានដែរឥឡូវមានអាទូចម្រោះទៀតតែ200ហ្នឹងផឹកលោកឃើញសមិនឆ្កែសោះខំភ័យមិនបាទវារត់គីតហ្នឹងខ្ញុំខ្មានស្អីមិនខ្លាចទេបងប្អូនក៏ចំមើលវាច្បាស់តែជាស្អីទៅប៉ុណ្ណឹងនៅពេលឡើងអញ្ចឹងបងប្អូននឹងមកយ៉ាងនិយាយពីកូនសាសថ្ងៃបាទខាងហ្នឹងខែគេច្រូតស្រូវម្ដាយពុកទៅស្រែចំការអស់ហើយអ្នកធ្វើស្រែធ្វើអីទៅចការអ្នកខ្លះក៏ទៅរស់ត្រីម្ដងដូនត្រីក្បាលតោនហ្នឹងគឺសម្បូរអ្នកធ្វើស្រែចំការហើយសម្បូរអ្នកធ្វើស្រែហើយនឹងរស់ត្រីបងប្អូនហើយជ្រាបបញ្ជូនកូនមករៀនអញ្ចឹងណាហើយបងប្អូនដឹងហើយនៅក្នុងវត្តអារាមមួយកាលហ្នឹងក៏តែងតែមានស្រះទឹកធំណាហើយមិនបានធ្វើលបងអីត្រឹមត្រូវទេស្រះទឹកនោះដាក់ទៅចដាទៅជាការចដាឈើខ្លះចដាថ្មទៅចុះទៅដងហូបទៅតាមលទ្ធភាពរបស់រៀងខ្លួនទៅអ្នកណាប្រើអីប្រើទៅជាវត្តអារាមជារបស់សាធារណៈដែរមកជារូបភ័ណ្ឌមែនក៏ប៉ុន្តែថាវាជាប្រវត្តិអត់អាចប្រើប្រាស់បានទឹកអីហ្នឹងពេលអញ្ចឹងនៅពេលដែលថ្ងៃចូលរៀនហ្នឹងអូនប្រុសម្នាក់ហ្នឹងគាត់យុវត្រូវអស់បងប្អូនគ្នាមករៀនដូចសមម្ដងដូចគេនេះឯងហ្នឹងតែពេលថ្ងៃហ្នឹងគ្នាស្រេកទឹកហូបបាយហើយស្រេកទឹកគឺខ្ញុំនិយាយព្រឹស្បល់គ្នាក៏នាំមួយមិត្តភ័ក្តិ 4-5 នាក់ហ្នឹងមកហូបទឹកស្រះបាទតែពេលគ្នាហូបទៅពងតហូបហ្នឹងសោះតែជួងវាយពើងកូនសិស្សលឺជួងបានហ្នឹងបងប្អូនទូខ្លាចគ្រូហ្នឹងរត់តែប្រជែងគ្នាបងប្រុសម្នាក់អាផតពីគេហ្នឹងក៏ទៅបានល្អិលជើងធ្លាក់ចូលស្រះហើយជាក្មេងនៅក្នុងទន្លេដែរគេអត់ចេះហាទឹកបងប្អូនអើយអកុសលណាស់អត់ចេះហាទឹកទេបាទតែពេលអត់ចេះហាទឹកហ្នឹងទៅបងប្អូននឹងមិនអត់គ្នាក៏បាត់បង់ជីវិតនៅក្នុងពេលនោះទៅហើយមានតែគេដឹងថាគាត់នឹងបាត់បង់ជីវិតទេគេក៏ទៅរៀនធម្មតាទៅពេលរៀនទៅគ្រូសួរថាពូម៉ានេះមកណាមកពីផឹកទឹកអូនមួយទីបណ្ដុំក្រោយគាត់នឹងជួស៊ីណាបាទអូនស៊ីណានៅក្រោយថាស៊ីណានៅក្រោយលោកគ្រូ
ហើយយើងចូលរៀនជាគ្រូចាំមែនទេទៅពេលបាត់ទៅគ្រូទាំងនេះផាជាទៅផ្ទះបាត់ហើយវាlạiហ៊ានចូលរៀនអញ្ចឹងណាលោកគ្រូកាន់នឹងកាច់តែអូទៅពេលអញ្ចឹងមានណាចេះឆ្ងល់ទេតិចវាល្អជើងស្រះហ្នឹងចេះគិតណាយ៉ាងកាត់ទេនោះទៅមើលបងប្អូនមើលឃើញស្នាមល្អជើងមែនតែមិនទៅរួណាឃើញបើគ្នាធ្លាក់ទៅមកស្ទុះហ្នឹងរត់ឃើញទេបងប្អូនបាទរហូតតបានស្រាំងធំមកគ្មានអ្នកគេចុះហែលទេបងប្អូនអើយបាទរហូតតសាកសពនឹងវាហើបងប្អូនអត់មានដែរចេញមកស្លាប់មានដែរចេញមកបងប្អូនឃើញសំណោះព្រឹសសម្បល់បាទទៅពេលមកគេបដាពុំយំយំណាត់កូនណាវាស្រេកតែគេចុះផាក់ទៅមិនបាននេះល្អតែចុះស្រះចឹងទៅក៏យកមកធ្វើពិធីបុណ្យសពធ្វើពិធីបុណ្យឲ្យហើយតែងតែមានហេតុការណ៍កើតឡើងជាបន្តបន្ទាប់ទៅលើវត្តអារាមក៏ដូចជាដូនជីប្រសង់នៅក្នុងវត្តនឹងតែម្ដងខ្ញុំប្រតិវត្តណាទេបងប្អូនខ្លាចប៉ះពាល់ដល់កិត្តិនាមរបស់វត្តអារាមនោះបាទក៏ប្រកាសនៅម្ដងក្បាលតោបាទដូនត្រីធ្វើប្រុសម្នាក់ហ្នឹងបងប្អូននឹងមិនបានចនេការក្រោយមកបន្តិចនៅពេលដែលប្រតិទអស្តង់ក៏ទៅល្ងិតព្រឹងជួការឃើញវាដើងើបចេញពីស្រះមកបងប្អូនបាទដូនជីក៏ឃើញខ្ញុំនិយាយពីសម្បល់ខ្ញុំស្ដាប់ហើយខ្ញុំមិនហ៊ានដេកទេហ្នឹងតែខ្ញុំទៅលេងហ្នឹងបាទខ្ញុំស្ទើរខ្ញុំហ៊ានដេកមានអារម្មណ៍ថារឿងដិតជាប់នៅក្នុងអារម្មណ៍ខ្លាំងពេកទី1អាណត្តិទី2មានអារម្មណ៍ថាខ្លាចបដងនិយាយត្រង់អូសូម្បីតែមុខទឹកខ្ញុំហ៊ានចង់មុខទឹកសាក់បិទភ្នែកបងប្អូនចាក់ទឹកឈូប្រយខ្លាចណាវាតែពេលអញ្ចឹងទៅបងប្អូននឹងរកការអលងមែនគាត់មិនបានធ្វើអីទេគាត់មកដល់ពុកខ្លួនមេអស់កាអាវនេះសាច់ចង្ខៀវដើរមកសែលោកយាយឲ្យខ្ញុំសុំទឹកមួយផ្ដាល់មកខ្ញុំស្រេកទឹកណាបាននិយាយព្រឺកបោកខ្ញាក់ហ្នឹងទ្រាំចង់បានបាទពុកស្មាត់អីចង់ជាប់និយាយនេះលោកយាយខ្ញុំសុំទឹកមកផ្ដាល់មកហើយខ្លួនគាត់ហូរទឹកទាំងជ្រោយតាំងដានជើងគាត់មកហើយយាយនោះយូរឯងទូណាទូបោះតលឲ្យបិទទ្វារគុណអើយជួយផងលេគុណអើយបាទពេលអញ្ចឹងលោកយាយគាត់ភ័យគាត់ពេលហ្នឹងបងប្អូននឹងមិនអានស្រាប់តែបាទស្រាប់តែលោកប្រសងឲ្យប្រសងឃើញតែញឹកពេលខ្លះប្រសងឃើញហែលទឹកនោះបងឃើញគាត់ហែលទឹកក្នុងស្រះបាទពេលខ្លះពេលដែលគាត់ប្រសងទៅដងទឹកអីឃើញអង្គុយនៅមាត់ដងនឹងឯងបាទពេលខ្លះឃើញគាត់អង្គុយយ៉ាងចំមកសង្ហាដូចជាវិញ្ញាណគាត់មិនទាន់បានទៅបដិសន្ធិនៅទីណាមួយបងប្អូនហើយប្រសងរត់ណាហើយកូនសើមិនដែលហ៊ានណាគេមកដងទឹកគេសុំតែពេលថ្ងៃបាទបើគេទៅដងទឹកគេទៅលក្ខណៈគ្នាច្រើនមកទៅតែឯងនឹងចាក់ហើយបាទអូនប្រុសនឹងគួរណាស់ណាតែកាលលោកមកគាត់ឃើញគាត់មិនលងអីទេគាត់តែបង្ហាញឲ្យឃើញចឹងឯងឃើញគាត់ហែទឹកឃើញគាត់លងទឹកគាត់មកសុំទឹកគេតែដល់ខ្លួនគាត់សុទ្ធទឹកពេញខ្លួនគួរខ្លាចហ្នឹងបងប្អូនបាទគាត់ខ្ញុំស្ដាប់គាត់ឲ្យខ្ញុំនិយាយនេះរឿងនេះគឺសម្បល់អស់គេកែបគួរអីនេះអស់ចឹងបងប្អូនត្រូវប្រយ័ត្នថានៅពេលដែលយើងពេលរដូវខែវស្សាក្មេងតូចបងប្អូនត្រូវប្រយ័ត្នមែនទែនណាបងអូនយើងបងអូនគេណាមីអ្នកដែលនៅជិតខាងយើងទូទៅបងប្អូនជួយមើលគ្នាផងក្រែងគ្នាមិនចេះតន់ចេះហែទឹកហើយទៅដងទឹកឬក៏ចោះលេងទឹកអីមិនបានប្រយ័ត្នក៏ធ្លាក់ចូលទឹកស្លាប់អីបើគ្នាស្លាប់ហើយយើងធ្វើបុណ្យលក្ខណៈបាយប្រពៃណីគ្នាទៅបដិសន្ធិមិនអីបើគ្នាស្លាប់ហើយเนี่ยទៅបន្តទៅបដិសន្ធិវាបង្កទៅជាចលាចលបង្កទៅជាហេតុភេទមិនល្អធ្វើឲ្យអ្នកដែលនៅក្នុងភូមិឬក៏បងប្អូននឹងមានអារម្មណ៍ខ្លាចអានណាបងប្អូនបាទហើយអរគុណច្រើនសម្រាប់ការតាមដាននៅវីដេអូរបស់ខ្ញុំបាទបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូខ្លីតែប៉ុណ្្នឹងទេកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយហ្នឹងបងប្អូនណាអរគុណច្រើន